ngày nay bông ôn mà rom rập am mới nhom từng ở khăn nè đi đi rập am chanh nhé bông ôn mà dạ ní sơ sơ plei chật bông ôn đang ngay sân kriam phong ấy phong chân tới nhom nơi so video hay ban cắt tê hay ngày ní rập am ngày ní điệp trong đói sấy thép rập am khmai bông ôn rom nơi sân tha kia bây giờ era ní chật tay nhom đáy hay món nướng tư mà tinh ấy nhâm sân bông ôn tinh ấy nhâm chật nơi sân tha kia nướng đáy nơi cay sân tha kia nơi nướng bắt tới nơi rong ca còn miền đáy bàn tay ở nhom tinh nên đi sân tới để xả ở cà phê tầm riệp tê bông ôn cà phê tay bê tông ấy để xả dân tư phản mốc dân tư lươn á bông ôn chân tới cà phê có quặn tập màu đáy chân tới dân tinh nhâm ấyខ្លួនឯងខ្លះទៅហើយទៅក្រោយទឹកអីក៏មានដែរតែខ្ញុំខ្ជិលរំខានគេឥឡូវនិយាយដើមមកដល់អត់តែឡើយបងប្អូនយើងរកកន្លែងផាត់មុខចឹងណាបងប្អូនហើយនេះគឺជាកន្លែងប្រពៃពិធីចឹងណានៅក្នុងអត់តែយើងមិនសង់រោងសង់អីទេបងប្អូនគេមានសាលគេសម្រាប់ធ្វើពិធីចឹងណាដល់ហើយយើងរត់រះផាត់មុខផាត់អីទៅបងប្អូននិយាយរួមទៅយើងរំនៅពេលកាត់សក់អញ្ចឹងយើងត្រូវមកម៉ោង2:10កន្លះឬម៉ោង1អញ្ចឹងណាបងប្អូននិយាយរួមកុំឲ្យយឺតជាងហ្នឹងដោយសារយើងរំនៅពេលកាត់សក់អញ្ចឹងតែក្រុងប៉ូលីហើយយើងត្រូវដល់ម៉ោងកាត់សក់ហើយអញ្ចឹងយើងត្រូវតែរៀបចំខ្លួនឲ្យរួចមុននៅម៉ោងកាត់សក់អញ្ចឹងនិយាយរួមមហាភិកច្រើនគាត់ក្រុងប៉ូលីនៅម៉ោង2អញ្ចឹងយើងមានពេល1ម៉ោងសម្រាប់ផាត់មុខផាត់អីធ្វើខ្លួនរៀបចំអីចឹងណាគាត់ថាកម្មវិធីអត់សូវទៀងទេបងប្អូនពេលខ្លះ2ពេលខ្លះ2កន្លះពេលខ្លះ3ហើយពេលខ្លះលោកមេបាគាត់ចង់ឲ្យក្រុងប៉ូលីឲ្យសូត្រមន្តលោកនិមន្តមកសូត្រមន្តដោយសារបងប្អូនគាត់មកអត់តន់ជុំគ្នាអញ្ចឹងណាគាត់ចង់ឲ្យកាត់សក់នៅក្រោយពេលសូត្រមន្តក៏មានដែររោងខ្លាំងអញ្ចឹងណានិយាយរួមគឺអត់ទៀងទេគាត់ថាយើងអ្នករបាំយើងត្រូវមកឲ្យលឿនឲ្យផាត់មុខនិយាយរួមធ្វើខ្លួនឲ្យហើយមុនកម្មវិធីដែលយើងត្រូវរាំអត់អាចឲ្យលោកមេបាឬលោកមហាគាត់ចាំយើងបានទេហើយសម្រាប់សម្លៀកបំពាក់ខ្ញុំថ្ងៃនេះគឺដេទាំងអស់បងប្អូនមិនថាស្បៃមិនថាអាវមិនថាសំពត់ទេគឺដេទាំងអញ្ចឹងសម្លៀកបំពាក់តែដេច្រើនហើយថ្ងៃនេះគឺរាំ7អ្នកទៀតបងប្អូនអញ្ចឹងទៅយើងត្រូវមកឲ្យលឿនដើម្បីឲ្យអ្នកស្លៀកគាត់ស្លៀកឲ្យយើងឲ្យបានតាន់ពេលវេលាអីចឹងណាបងប្អូនយើងអោបយ៉ាងញ៉ាំលោកទាវាបានចាស់ទុំវាបានចាស់ទុំនៅខាងក្រោមណាបាទសូមគោរពជើញកាត់ដីយុទ្ធយុទ្ធហើយឥឡូវនេះក្រុងប៉ូលីក៏បានចាប់ដែរអញ្ចឹងទៅយើងបានពាក់មកុដពាក់អីរួចរាល់ហើយយើងចូលមកក្នុងមកណាបងប្អូននិយាយរួមទៅពួកខ្ញុំភិកច្រើនឲ្យតែពេលដល់វគ្គក្រុងប៉ូលីវគ្គបត់បាយខុនចងដៃបងប្អូននិយាយរួមក្រុងប៉ូលីយើងមានបាយខុនចងដៃមួយដែរអ្នករបាំក៏ត្រូវលើកមកុដពាក់នៅពេលចាត់ចម្រៀងនឹងដែរដើម្បីឲ្យតាន់ពេលវេលាហើយសម្រាប់ពាក់មកុដរួចរាល់ហើយយើងចូលមកក្នុងមកបងប្អូនលោកមហាគាត់អញ្ជើញសាច់ញាតិបងប្អូនឡើងមកលើធ្វើអីកិត្តិយសហើយអញ្ចឹងយើងត្រូវតែត្រៀមដូចគ្នានៅឡើងតែវត្តពលានលោកហើយនេះគឺជាសម្រស់ទេពធីតាទាំង7ដួងបងប្អូនកូនកបិលមហាព្រំចុះមកប្រោះព្រំសុំសិរីសួស្តីជូនកូនប្រុសកូនស្រីលោកមេបានៅក្នុងសន្តាគារបាយ័នអេរ៉ានៅពេលបន្តិចទៀតនេះឈរត្រៀមបងប្អូនភ្លេងចាញ់លើហើយគ្រប់អញ្ជើញទេវបុត្រគ្រប់អញ្ជើញទេវតាបានជុំពោបាទពីរំរបាំរួចហើយយើងមកថ
ជាមួយនឹងកូនកំឡោះកូនក្រមុំម្ដងបងប្អូនតែសារនិយាយរំទៅយើងត្រូវតែថតជាមួយកូនកន្លោះកូនក្រមុំអញ្ចឹងណាបងប្អូនហើយបន្ទាប់ពីថតជាមួយកូនកន្លោះកូនក្រមុំរួចរាល់ហើយយើងអត់តបានថតជុំគ្នាទេបងប្អូនអញ្ចឹងទៅមករកប្លង់ថតជុំគ្នាបងប្អូនហើយរងសម្រាប់ថ្ងៃនេះដែរគឺផ្លូវវែងណាស់បងប្អូនអើយដើរតាំងពីក្នុងរហូតមកដល់មុខហើយរកប្លង់មើលទៅឃើញប្លង់នេះស្អាតបងប្អូនមានព្រៃព្រឹក្សាអ្នកតាវត្តតាមផ្លូវហើយផ្ទៃមុខរបស់នារីរបាំទាំង7នាក់នៅពេលថ្ងៃត្រង់ថ្ងៃនេះរំរៀងលឿនបងប្អូនរៀងថ្ងៃយើងឆាប់បានរំហើយខ្ញុំឃើញប្លង់ទៅនេះស្អាតក៏ដាក់មកប៉ោះតឯងតិចទៅចូលទូអីចឹងណាទុកដាក់ចម្រៀងនៅក្នុង Facebook បងប្អូនទស្សនាចឹងណាហើយនារីរបាំថ្ងៃនេះក៏សូមជម្រាបលាដែរអរគុណបងប្អូន